បាទជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់ថ្ងៃនេះយើងមកមើលគម្រោងដែលកំសត់ជាងគេហើយក៏បរាជ័យមុនគេដែរព្រោះតាំងពីខ្ញុំមិនទាន់បានចូលនៅក្នុងវិស័យអចលនទ្រព្យគឺគម្រោងហ្នឹងគឺនៅចុះពីផ្លូវកប់សើតែប្រហែល100ម៉ែត្រទេពុកម៉ែបងគឺប្រហែលជាខ្ទង់300ម៉ែត្រទេមកដល់គម្រោងហ្នឹងហើយប៉ុន្តែមើលផ្លូវចូលផ្ទះហើយខ្លះនេះផ្ទះហើយបានថាជា5ល្វែងហើយ 100% 5ល្វែងតែហើយក៏គ្មានមនុស្សនៅសំបីតែម្នាក់ដែរតែមានបងប្អូនយើងដែលគាត់កំសត់ទូរគុតឬក៏អនាថាហ្នឹងគាត់នៅផ្ទះដោយមិនចាំដែលមិនចាំបាច់ចំណាយលុយសំបីតែមកកាក់ម៉ាស៊ីនសម្រាប់ផ្ទះហ្នឹងវិញផ្ទះនេះចង់ឲ្យប្រហែល%ផ្ទះនេះបានប្រហែលជាខ្ទង់អាចថា60% 60ទៅ70%ផ្ទះនេះចូលបាក់ចូលនេះផ្ទះធំនេះផ្ទះធំឃើញដីគម្រោងនេះធំណាគម្រោងធ្វើមុនគេតាគម្រោងនេះបើនិយាយតាមដែលខ្ញុំដឹងគម្រោងហ្នឹងគឺតាំងពីខ្ញុំមិនទាន់ចូលរួមឬក៏ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យគឺបរាជ័យមុនហ្នឹងហើយបរាជ័យហើយអូប្រិមិត្តជាក់ស្ដែងទៅយើងចង់ចូលទៅដែរបងប្អូនតែចូលអត់កើតទេចូលអត់កើតទេនេះនេះប្រហែល3 4ល្វែងអានេះ4ល្វែងអានោះ4ល្វែងអានេះ5ល្វែងអូខេនេះចង់ឲ្យប្រិមិត្តមើលឃើញផ្ទះដែលគឺធ្វើទៅដុំអត់មានដូចជានោះមានលូមានអីមានថ្មមានអីនៅក៏បោះមានថ្មមានអីហើយបើអ្វីដែលកំសត់មែនតើហ្នឹងម្ចាស់គម្រោងមិនដឹងទៅដល់ណាដល់ណីទេម្ចាស់គម្រោងដាក់មីប្រូចដល់ណាដល់ណីមានលូមានអីនោះឃើញទេហើយពុកម៉ែបងប្អូនមើលតែលូទៅដឹងហើយមើលតែលូទៅលូហ្នឹងគឺមិនមែនតិចឆ្នាំទេជាង10ឆ្នាំនេះផ្ទះហ្នឹងមកគម្រោងហ្នឹងគម្រោងហ្នឹងតាំងពីខ្ញុំមិនទាន់ចូលរួមវាបើខ្ញុំចូលរួមមកតឥឡូវវា10ឆ្នាំហើយអញ្ចឹងបើមុននឹងទៀតប្រហែលជាខ្ទង់2 10ឆ្នាំទៅ3 10ឆ្នាំសម្រាប់គម្រោងហ្នឹងឃើញស្លាស់យើងចូលមើលតិចទៅនេះចូលមើលតិចទៅតើដើរអញ្ចឹងនេះអានេះហើយគម្រោងហ្នឹងមិនមែនឆ្ងាយទេណាបងប្អូនគឺនៅកណ្ដាលពេញហ្មងនៅលើផ្លូវ30ម៉ែត្រអាផ្លូវចូលមកពីខ្លងទ្វារវត្តភ្នៀតមកតែយើងចូលមកតែប្រហែលជា200ម៉ែត្រ300ម៉ែត្រទេដល់គម្រោងហ្នឹងហើយផ្ទះនេះបាន 60% អានេះអត់20របស់គេទេតាណែនប៉ះពីបន្ទប់20ហេបាទគឺដាច់4ហេចាក់សំបីនេះអានេះគេចាក់ស្អាតជាងផ្ទះដែលយើងថតមុនមិញនេះស្អាតរបស់គេហើយខ្ពស់នេះគេដាក់ខ្សាច់ខ្ពស់របស់គេនេះគេជ្រៅគាត់មានប៉ុណ្ណឹងបាច់ឲ្យឡើងទៅលើនោះគួរសាប់ព្រៃនោះអូខេហ្នឹងចតើវាលាយល្អតាដាក់នេះ1ម៉ែត្រអានេះគឺផ្ទះធ្វើជំនាន់នោះគឺគេធ្វើប្រភេទឡើងទឿដូចគ្នាមានថារូបភាពស្តៀងអាមិញតែអាក្រោយនេះកូនបន្ទប់ទូចមួយនេះឡើងទឿហ្នឹងគេហៅឡើងទឿហើយមានបន្ទប់គ្រួសារមានគ្រួសារដល់នៅលើនេះបន្ទប់សមាជិកមានទូទឹកក្នុងទៀតមានទូទឹកអូខេតែដោយសារផ្ទះតុកយូរហ្នឹងច្បាស់ជាមានក្មេងៗដែលគាត់ជក់ឆ្នាំជក់មកអីនៅនឹងគាត់មកវិញជាក់ស្ដែងទៅវាស្ងាត់ជើងក៏ប៉ុន្តែនេះគាត់កាប់មកឡើងនេះកាប់ចូលមកវានេះចូលមកជក់ឆ្នាំស៊ីឆ្នាំអីតាមមុំអត់20នេះអានេះអានជាងអា10ទៅលើស្លាស់ជ្រៅមិនថាចូលអត់រួចតែដល់ពេលចូលរួចចូលប្រោយទេមែនតើអាចចេញនេះធំដីនឹងមិនទូចទេមួយដីនោះដល់ក្រោយហើយបើយើងគិតជាក់ស្ដែងគម្រោងនឹងរឿងទី1គឺម្ចាស់គម្រោងខ្សែធនរឿងទី2មានន័យថាដីនឹងអាចមានចំនួនព្រោះយើងត្រូវដឹងថាបើសិនជាដីគ្មានចំនួនគ្រាន់តែខ្សែធនក៏អាចដោះស្រាយបានដែរតែបើមានចំនួនម្ចាស់ដីឬក៏ម្ចាស់គម្រោងគេប្តឹងអីទៅគាត់រត់ដាក់មីប្រូចទៅដល់ណាដល់ណាអីចឹងទៅនេះឃើញគេដាក់បន្ទប់ឡើងមកនេះអានេះដបូលគេធ្វើកម្មចដាឡើងមកហ្នឹងជុំវិញនឹងសិតតែផ្ទះសិតតែអីទាំងអស់ហ្នឹង
ស្រាលអោចុះប្រហែល100ម៉ែត្រ200ម៉ែត្រ200ម៉ែត្រ300ម៉ែត្រទៅដល់ផ្លូវកប់ស្រូវហើយអានេះផ្លូវ30ម៉ែត្រឡើងទៅវត្តភ្នៀត អូនេះឲ្យទេប្រិមិត្ត ហើយប្រជុំជនណាកន្លែងហ្នឹងហើយយើងសម័យមើលថាបើសិនជាអត់មានបញ្ហាផ្ដផ្ដល់ឬក៏អត់ខ្សែធនគេធ្វើឲ្យចេះខ្វះអីមនុស្សមករស់នៅតែធ្វើឲ្យមនុស្សមករស់នៅពេញនេះ ទៅព្រៃបងបងប្អូន សិតតែដើមនេះគេហៅដើមកន្ទ្រាំងខេត មិនយើងចូលមកខាងនេះរួច ចុះរួយ ចូលនេះរួច មានបាយក្តាំងទៀតនេះ ទៅនោះបានរួច សិតតែដើមកន្ទ្រាំងខេតនេះផ្លូវរបស់គេមកកាត់នេះផ្លូវហើយមានបកគោលភ្លើងមានអីគេមានលូមានអីនោះសិតតែលូសិតអីនោះ នេះប្រព័ន្ធ វាផាយអស់ហើយនេះហ៎ ទូលលុំមុនគេដែរ អាហ្នឹងមុនគេមានន័យថាបារាជ័យមុនគេមានន័យថាបើតាមតែខ្ញុំដឹងខ្ញុំចាប់ដើមប្រឡូកនៅក្នុងវិស័យចលនាទ្រព្យគឺអានេះគឺបរាជ័យហើយគម្រោងនេះបរាជ័យហើយខ្សែធនអញ្ចឹងអាចមុនខ្ញុំ1ឆ្នាំឬ2ឆ្នាំបើមុនខ្ញុំ1ឆ្នាំ2ឆ្នាំមានន័យថាគម្រោងហ្នឹងចូល13ឆ្នាំឬ12ឆ្នាំហើយគម្រោងហ្នឹង អូប៉ុន្តែធ្វើមិនបានគេធ្វើបាននោះមកចប់អានេះមកចប់អញ្ចឹងអានេះធ្វើហើយកាលនោះនៅដល់អានេះអត់ហើយ អាហ្នឹងគេហៅថាភាពតាក់ទាញគេធ្វើម៉េចដើម្បីថាគម្រោងគេសាងធ្វើម៉េចឲ្យវាជឿនសាងសង់ធ្វើម៉េចឲ្យវាជឿនមើលទៅឲ្យវាមិនមានតែបន្លែងតែគេរួញគេធ្វើអាហ្នឹងប្រភេទសពហៅរបស់គេអីចឹងទៅផ្លូវមុខតែនេះផ្លូវក្នុងគម្រោង តាំងពី2017មកខ្ញុំជិះកាត់ឃើញធ្វើចោលតាំង2017មក មុននឹងទៀតមុនទៀតអាចចន្លោះ2015ឬ2014គម្រោងអាចចន្លោះហ្នឹងចន្លោះហ្នឹង ហើយអត់មានធ្វើអីទេខ្ញុំជិះ ពីព្រោះខ្ញុំប្រឡូកចូលប្រឡូកនៅក្នុងអចលនទ្រព្យដើមឆ្នាំ2017អញ្ចឹងអាច2016 2015ឬក៏2014សម្រាប់គម្រោងហ្នឹង ហ្នឹងហើយពូសូឡាមានប្រមាណបកគោលដូចជានេះ2ហើយដល់ទៅជើង2ទៀត ធំគម្រោងដីនេះចូលជិត2ហាត់ដែរដីនេះអាចមួយហាត់80ទៅ2ហាត់ដីនេះធំដីមានទូចណា អញ្ចឹងបើមើលពីនេះទៅដីចិត្តមែនទេមើលផ្លូវ ចុះយើងចេញពីនេះទៅម៉ានេះចេញពីនេះទៅប្រហែលជាខ្ទង់200ម៉ែត្រដល់ផ្លូវកប់ស្រូវ ហើយគម្រោងនេះ ហើយយើងមើលនេះមើលឡានទៅមកនោះប្រជុំជនមិនមែនគ្នាណា នេះជាប់មកស្រះ ជុំមកស្រះហើយបើសិនជាធ្វើឲ្យ 100%មិនថាក្នុងមិនថាក្រៅចេះខ្វះអីមនុស្សទិញហើយមនុស្សរស់នៅអាចរស់នៅពេញទេនេះហើយរស់នៅពេញដោយសារវាប្រជុំជនស្រាប់ អានេះដូចប្រមាណនិយាយបាញ់មិនដូចជាអ្នកគាត់បញ្ហាចំពោះ វាអាចមានចំនួនផ្ដផ្ដាល់គ្នាអញ្ចឹងទៅ លើខ្សែ ហ្នឹងហើយ ទៅណាគ្រាប់គាត់បាននេះថាបាត់ចិត្តគាត់វាអស់ ហ្នឹងហើយ អស់ទៅក៏ចិត្ត វាអាចថាយើងទិញដីឲ្យលុយគេអត់គ្រប់ទៅ 30% 40% ឬក៏ 50% យើងចូលធ្វើក្នុងគម្រោងគេអីចឹងណា ពេលចាក់ថ្មដែរថ្មចាក់ទៅតាមចើមផ្លូវនេះ បាទ ផ្លូវដាក់បុកត្រអានផ្លូវគេផ្លូវមេគេ នឹងសិតតែផ្លូវរបស់គេនេះផ្លូវមកកាត់អានេះផ្លូវមកកាត់ផ្ទះទល់ក្នុងគ្នានោះផ្លូវមកកាត់ផ្លូវ2 3 4កាត់ទៀតនោះ ចូលមក ហ្នឹងហើយ បុកគាត់នោះឃើញហ៎ប្រិមិត្តឃើញបឹងកប់ស្រូវ បានកប់ស្រូវនៅក្នុងនោះ បឹងកប់ស្រូវនិយាយចំហោះត្រូនប្រិមិត្តឃើញហើយតំបន់នឹងសហរណពលមែនទេហ្មង ជុំវិញសិតតែផ្ទះអ្នកស្រុកអានេះផ្ទះអ្នកស្រុកអានេះផ្ទះអ្នកស្រុកនេះផ្ទះអ្នកស្រុកនេះផ្ទះអ្នកស្រុកមានទេណាហើយនេះបានកប់ស្រូវមិនតិចណា អូខេ ហើយនោះអានោះផ្ទះលើផ្លូវកប់ស្រូវនោះអត់ទៅឃើញផ្ទះនោះ អូ អានោះផ្ទះលើផ្លូវកប់ស្រូវ យ៉ា មានស្អីឆ្ងាយនេះផ្ទះលើផ្លូវកប់ស្រូវមានអីឆ្ងាយ តាអញ្ចឹងមានតែប៉ុណ្្នឹង បាទអញ្ចឹងពឹងពុកម៉ែបងប្អូនយើងទៀតអញ្ចឹងជាចុងក្រោយសូមឲ្យពុកម៉ែបងប្អូនយើងជួយ Subscribe ម្នាក់មួយទៅដើម្បីឲ្យ Channel YouTube នឹងកាន់តែធំហើយមួយទៀតគឺនៅពេលដែលក្រុមការងារចំបៃ Media របស់ពួកយើងចាប់ផ្ដើម upload វីដេអូចូលគឺពុកម៉ែបងប្អូនបានឃើញភ្លាមតែម្ដងអញ្ចឹងសម្រាប់ក្រុមការងារចំបៃ Media របស់ពួកយើងគឺអត់មានអីច្រើនទេមានតែប៉ុណ្្នឹងឯងសូមជម្រាបលាសូមអរគុណ ម៉ាស៊ីនទឹកខាន់ហ្គេនផ្លាស់ប្ដូរទឹកផ្លាស់ប្ដូរជីវិតគុណភាពសុវត្ថិភាពស្តង់ដារអន្តរជាតិទំនាក់ទំនងទូរស័ព្ទលេខ 089 588 808